Let's go. I wake up to a little bit of drool on my pillow, feel like it's gonna be a bad day. Yeah, I'm tired of shit, and the coffee ain't hit yet, damn, ain't that great. I don't wanna go to work, cause my boss is a jerk, and I'm not even បងប្អូននេះគឺជាម៉ាក Mercedes-Benz C63S AMG E Performance Series ឆ្នាំ 2025 ដែលវាបានបំពាក់មកជាមួយនឹងម៉ាស៊ីន V4 2.0 litre Turbo Plug-in Hybrid ដែលផលិតកម្លាំងសេបាន671 horsepower ដែលកម្លាំងសេនេះគឺមិនមែនជាម៉ាស៊ីន V8 ទេពុកម៉ែបងប្អូនអរគ្នាបាទគឺម៉ាស៊ីន V4 អញ្ចឹងពុកម៉ែបងប្អូនកុំយល់ច្រឡំថាវាម៉ាស៊ីនតូចប៉ុន្តែអាចផលិតកម្លាំងសេបានខ្លាំងអញ្ចឹងណាអញ្ចឹងវាដំណើរការដល់ពង2ពុកម៉ែបងប្អូនអរគ្នាបាទគឺ all wheel drive ហើយវារចនាឡើងមកជាប្រភេទ sedan ទ្វី4កៅអី5ប្រអប់លេខចំនួន9វគ្គអូតូនិងបំពាក់មកជាមួយនឹងរង្វង់កង់19 inch បងប្អូន Mercedes-Benz C63E Performance នេះវាបានបំពាក់មកជាមួយនឹងអំពូលភ្លើង LED សញ្ញូ LED LED Daytime Running Lamp ហ្វាកូតឡើងចុះ Auto Delay of Headlamp Smart Key Speaker ចំនួន15គ្រាប់ជាប្រភេទ Boommaster Sound Brand កាមេរ៉ា360 degree អេក្រង់ Touch Screen 11.9 inch មាន Monitor Motion Picture សមាង Pro ចំនួន4គ្រាប់ចង្កូតស្បែកដំបូលបើកមានប្រព័ន្ធសាកថ្មខ្សែ Android Auto Apple CarPlay និងបំពាក់មកជាមួយនឹងប្រព័ន្ធសុវត្ថិភាពដូចជាប្រព័ន្ធជួសដំណឹងពីការបោកប៉ា Lane Keep Assist ប្រព័ន្ធរក្សាក្នុងផ្លូវប្រព័ន្ធ ABS Head Up Display Blind Spot Driver Attention Alert Traffic Side Assist Pre Collision Safety System Brake Drying Emergency Braking Assist Stability Control Traction Control Seat Belt Technology ពងសុវត្ថិភាពចំនួន7គ្រាប់និងមាន option ទំនើបមួយចំនួនទៀតផងដែរហើយពី0ទៅ100 km នេះគឺវាចាយពេលត្រឹមតែ 3.3 វិនាទីតែប៉ុណ្ណោះនិងកម្រិតស៊ីសាំងជាមធ្យមគឺ 5.2 លីត្រក្នុង100 km ហើយវាមានតម្លៃចាប់ពី$86,000ជាងឡើងទៅអាចលើសនឹងអាស្រ័យទៅលើ option និងការចង់បានបន្ថែមរបស់អតិថិជនហើយតម្លៃនេះគឺជាតម្លៃនៅក្រុមហ៊ុនក្រៅស្រុកមិនទាន់គិតពន្ធនាំចូលអញ្ចឹងបងប្អូនយល់យ៉ាងណាដែរសម្រាប់ Mercedes-Benz C63S AMG E Performance Series ឆ្នាំ 2025 នេះអាចធ្វើការទម្លាក់ comment នៅខាងក្រោមវីដេអូនេះបានបាទសូមអរគុណ For what you gon' be, and do you believe you can do anything?